សួស្តីប្រិយមិត្តដែលបានស្ដាប់នៅក្នុង Channel YouTube របស់ខ្ញុំបាទតារាខ្មែរលយថ្ងៃនេះខ្ញុំបាទនឹងធ្វើការវិភាគត្រុសៗប្រសិនបើផ្ទុះមាននៅសង្គ្រាមលោកលើកទី3តើប្រទេសកម្ពុជាយើងមានផលប៉ះពាល់អ្វីខ្លះនិងត្រូវការពារអ្វីខ្លះដោយសង្កេតឃើញថាបញ្ហាពិភពលោកកាន់តែឡើងកម្ដៅអ្វីហាក់ដូចជាប្រែប្រួលខ្លាំងច្បាប់អន្តរជាតិដូចជាប្រទេសធំៗជាច្រើនបានមកលើរំលងតើការព្រួយបារម្ភរបស់ខ្ញុំនិងប្រិយមិត្តទាំងអស់គ្នាដោយខ្ញុំដែរឬទេថ្ងៃនេះខ្ញុំបាទនឹងវិភាគខ្លះៗអំពីបញ្ហាប៉ះពាល់នៃប្រទេសកម្ពុជាយើងបើសិនជាផ្ទុះមាននៅសង្គ្រាមលោកលើកទី3តោះទៅស្ដាប់ការវិភាគរបស់ខ្ញុំបាទដូចតទៅកម្ពុជានៅក្នុងក្រសែភ្នែកនៃសង្គ្រាមលោកលើកទី3នៅក្នុងយុគសម័យដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយយ៉ាងកណ្ដាលកគុកសំណួរមួយដែលតែងតែលេចឡើងក្នុងចិត្តមនុស្សគ្រប់គ្នាគឺចុះបើមានសង្គ្រាមលោកលើកទី3កើតឡើងតើកម្ពុជានឹងទៅជាយ៉ាងណាទោះបីយើងជាប្រទេសទូចប៉ុន្តែនៅក្នុងពិភពលោកដែលផ្សារភ្ជាប់គ្នាដោយសេដ្ឋកិច្ចនិងបច្ចេកវិទ្យាគ្មានប្រទេសណាមួយអាចគេចផុតពីឥទ្ធិពលនៃសង្គ្រាមទ្រង់ទ្រាយធំបានឡើយវិភាគផលប៉ះពាល់សំខាន់ The Impact Analysis វិបត្តិសេដ្ឋកិច្ចនិងខ្សែសង្វាក់ផ្គត់ផ្គង់ Economic Meltdown ការវិភាគកម្ពុជាពឹងផ្អែកខាងលើការនាំចេញកាត់ដេរនិងទេសចរប្រសិនបើផ្លូវសមុទ្រត្រូវបានបិទគប់សេដ្ឋកិច្ចនឹងគាំងផលវិបាកកង្វះខាតទំនិញប្រើប្រាស់គ្រឿងឧបភោគបរិភោគដែលនាំចូលនឹងការឡើងថ្លៃប្រេងអ៊ីនធឺណិតហួសកម្រិតសន្តិសុខស្បៀងនិងថាមពល Food and Energy Security ការវិភាគទោះបីយើងមានអង្គប៉ុន្តែជីកសិកម្មនិងប្រេងសម្រាប់ម៉ាស៊ីនបូមទឹកភាគច្រើនគឺនាំចូលផលវិបាកការផលិតកសិកម្មអាចនឹងធ្លាក់ចុះដែលនាំឲ្យមានអតិផរណាស្បៀងអាហារក្នុងស្រុកគំនាបភូមិសាស្ត្រនយោបាយ Geopolitical Pressure ការវិភាគកម្ពុជានឹងរងសម្ពាធឲ្យជ្រើសរើសខាងរវាងមហាអំណាចធំការរក្សាជំហរអព្យាក្រឹតនឹងក្លាយជាការងារដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រអ្វីដែលកម្ពុជាគួរការពារនិងត្រៀមលក្ខណៈ Defense and Preparedness ដើម្បីឆ្លងកាត់វិបត្តិនេះកម្ពុជាត្រូវពង្រឹងចំណុចយុទ្ធសាស្ត្រចំនួន3 1. ការពារសន្តិសុខស្បៀងក្នុងស្រុក Ensuring Self-Sufficiency រដ្ឋាភិបាលនិងប្រជាជនត្រូវរឹងច្រានការដាំដុះនិងការចិញ្ចឹមសត្វដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាពកាត់បន្ថយការពឹងផ្អែកលើការនាំចូលស្បៀងពីខាងក្រៅឲ្យអស់នយោបាយការទូតវៃឆ្លាត Smart Diplomacy ប្រកាន់ច្បាប់នៃគោលការណ៍ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិកម្ពុជាត្រូវដើរតួជាតំបន់សន្តិភាពនិងជៀសវាងឲ្យមានមូលដ្ឋានទ័ពបរទេសដែលអាចធ្វើឲ្យយើងក្លាយជាគោលដៅវាយប្រហារការត្រៀមលក្ខណៈប្រព័ន្ធ Digital និងទិន្នន័យ Cyber and Infrastructure Resilience ក្នុងសង្គ្រាមសម័យថ្មីការវាយប្រហារតាមអ៊ីនធឺណិត Cyber Attack លើប្រព័ន្ធធនាគារនិងអគ្គិសនីគឺជារឿងដំបូងដែលនឹងកើតឡើងយើងត្រូវពង្រឹងសុវត្ថិភាពបណ្ដាញព័ត៌មានវិទ្យាជាតិសង្គ្រាមលោកលើកទី3គឺជាសេណារីយ៉ូដែលគ្មានអ្នកណាម្នាក់ចង់ឲ្យកើតមានសម្រាប់កម្ពុជាសន្តិភាពមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេប៉ុន្តែវាគឺជាដង្ហើមសេដ្ឋកិច្ចនិងស្ថិរភាពជាតិការត្រៀមខ្លួនពីពេលនេះតាមរយៈការពង្រឹងផលិតកម្មខ្នោស្រឹកនិងការរក្សាឯកភាពជាតិគឺជាអាក្រតដ៏រឹងមាំបំផុតរបស់យើងផលប៉ះពាល់លើប្រព័ន្ធបច្ចេកវិទ្យានិងការទំនាក់ទំនង Disruption of Connectivity ការវិភាគក្នុងសង្គ្រាមទំនើបចំណុចដំបូងដែលនឹងត្រូវរងការវាយប្រហារគឺប្រព័ន្ធផ្កាយសាទៀតនិងខ្សែកាបក្រោមបាតសមុទ្រផលប៉ះពាល់ប្រព័ន្ធអ៊ីនធឺណិតនៃកម្ពុជាអាចនឹងរអាក់រអួលឬក៏ត្រូវបានកាត់ផ្តាច់ទាំងស្រុងនេះនឹងប៉ះពាល់ដល់ការទូទាត់ប្រាក់តាមអេឡិចត្រូនិកដូចជា ABA ឬបាគងនិងការតាក់ទងគ្នាប្រចាំថ្ងៃបានឡើយការពាររដ្ឋត្រូវត្រៀមប្រព័ន្ធវិទ្យុតាក់ទងបម្រើនិងចោះជំរុញឲ្យធនាគារមានប្រព័ន្ធទិន្នន័យក្នុងស្រុកដែលអាចដំណើរការបានទោះបីដាច់ទំនាក់ទំនងពីពិភពលោកខាងក្រៅលំហូរជនភៀសជីនិងសន្តិសុខព្រំដែន Refugee Crisis and Border Security ការវិភាគប្រសិនបើសង្គ្រាមរីករាលដាលដល់តំបន់អាស៊ីអាគ្នេយ៍នឹងមានលំហូរជនភៀសជីឆ្លងកាត់ព្រំដែនយ៉ាងគំហុកផលប៉ះពាល់ការគ្រប់គ្រងព្រំដែននឹងមានភាពសុខស្មាញដែលអាចនាំមកមានបញ្ហាសន្តិសុខស្បៀងអាហារនិងជំងឺរាលដាលផ្សេងៗទៀតការពារពង្រឹងកម្លាំងការពារព្រំដែននិងបង្កើតមជ្ឈមដ្ឋានមនុស្សធម៌ច្បាស់លាស់ដើម្បីគ្រប់គ្រងលំហូរមនុស្សដោយមិនឲ្យប៉ះពាល់ដល់ស្ថិរភាពផ្ទៃក្នុងឯករាជ្យភាពនៃវិស័យថាមពល Energy Independence ការវិភាគកម្ពុជានៅតែនាំចូលប្រេងអ៊ីនធឺណិតស្ទើរតែ 100%
បើមានប្រេងឡានដឹកទំនិញមិនអាចដើរម៉ាស៊ីនផលិតអគ្គិសនីមួយចំនួននឹងឈប់ដំណើរការផលប៉ះពាល់ការផ្ដាច់ចរន្តអគ្គិសនីនិងការគាំងស្ទាក់ចរាចរណ៍ដឹកទំនិញទូទាំងប្រទេសការពារពង្រឹងការប្រើប្រាស់ថាមពលកៅអីនឹងដំណើរការបានទោះបីដាច់ទំនាក់ទំនងពីពិភពលោកខាងក្រៅស្ថិរភាពផ្លូវចិត្តនិងស្មារតីសាមគ្គីជាតិ Psychological Resilience and National Unity ការវិភាគព័ត៌មានคล้ายៗនឹងសង្គ្រាមចិត្តសាស្ត្រនឹងត្រូវបានគេប្រើដើម្បីបំបែកបំបាក់សង្គមខ្មែរឲ្យមានការភ័យខ្លាចផលប៉ះពាល់ការជ្រួលច្របល់ផាវទិញទំនិញស្តុកទុកការបាត់បង់ទំនុកចិត្តលើរូបិយវត្ថុជាតិនិងការបែកបាក់ផ្ទៃក្នុងការពាររដ្ឋត្រូវមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលរហ័សនិងថ្លាមថ្ញែប្រជាជនត្រូវមានវិចារណញ្ញាណ Digital មិនជឿតាមការញុកញង់និងរក្សាសាមគ្គីជាតិជាធំការរៀបចំប្រព័ន្ធសុខាភិបាលក្រៅអាសន្ន Emergency Healthcare Readiness ការវិភាគថ្នាំសង្កូវនិងបរិការពេទ្យភាគច្រើននៅកម្ពុជាគឺនាំចូលពីបរទេសផលប៉ះពាល់កង្វះខាតថ្នាំសង្គ្រោះបន្ថែមប្រសិនបើខ្សែសង្វាក់ដឹកជញ្ជូនអន្តរជាតិត្រូវបានកាត់ផ្តាច់ការពារបង្កើនការស្តុកទុកថ្នាំពេទ្យចាំបាច់និងពង្រឹងសមត្ថភាពពេទ្យយោធានិងពេទ្យស៊ីវិលឲ្យមានជំនាញក្នុងការសង្គ្រោះក្នុងស្ថានភាពសង្គ្រាមឬគ្រោះមហន្តរាយទ្រង់ទ្រាយធំបិទបញ្ចប់ Call to Action តើលោកអ្នកយល់យ៉ាងណាដែរតើកម្ពុជាគួរត្រៀមខ្លួនលើផ្នែកណាទៀតហងសូមបញ្ចេញមតិនៅខាងក្រោមដើម្បីចូលរួមការពិភាក្សានេះទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel ខ្ញុំបាទដើម្បីទទួលបានវីដេអូរបស់ខ្ញុំបាទបន្តទៀតសូមអរគុណសូមជម្រាបលា First touch of your knee